សួស្តីស្វាគមន៍មកកាន់វគ្គសិក្សា Android ជាភាសាខ្មែររបស់មជ្ឈមណ្ឌល Korea Software HRD សម្រាប់វីដេអូមុនគឺយើងបានបង្រៀនលោកអ្នកអំពីការបង្កើតនៅ Simple List View ហើយវីដេអូនេះគឺខ្ញុំនឹងប្រាប់អំពីរបៀបបង្កើតនៅ Custom List View ម្ដងដែលជា List View ដែលយើងបាន design នៅ layout ដោយខ្លួនឯងអញ្ចឹងគឺនេះគឺខ្ញុំមាន project មួយស្រាប់ហើយគឺតាមថា Custom List View ដែលនៅក្នុងនោះពាក្យថា custom ដែលយើងត្រូវបង្កើតនៅ layout ដោយខ្លួនឯងអញ្ចឹងជាដំបូងគឺយើងនៅក្នុង layout យើងអាចបង្កើតនៅ row មួយនេះគឺជា layout របស់ row នីមួយៗរបស់ list view របស់យើងអញ្ចឹងការវិវត្តមុនគឺយើងប្រើ layout របស់ Android ប៉ុន្តែលើកនេះគឺយើងបង្កើតដោយខ្លួនឯងអញ្ចឹងដើម្បីកុំឲ្យខាតពេកខ្ញុំបានបង្កើតរួចទៅហើយកន្លែងនេះគឺខ្ញុំមាន image មួយហើយ text ពីរនេះទី1ខ្ញុំឲ្យវាបង្ហាញពី title ទី2 description ហើយនឹងប៊ូតុងមួយអញ្ចឹងកន្លែងនេះគឺយើងចង់ design យ៉ាងម៉េចក៏បានដែរគឺស្រេចទៅតាមចំណង់ចិត្តរបស់យើងកន្លែងនេះគឺយើងមាន layout main layout ដែលយើងមាន link ដូចវីដេអូមុនដែរបាទអញ្ចឹងដំបូងគឺយើងចូលទៅកាន់ main activity ដែលជា code របស់ Java មួយនេះអញ្ចឹងដំបូងយើងត្រូវបង្កើតនៅ field មួយសម្រាប់ជាទុកនៅ data source សម្រាប់បញ្ចូលទៅកាន់ list view អញ្ចឹងខ្ញុំបង្កើតនៅ string ជាលក្ខណៈ array មួយជាងឲ្យវា type ខ្ញុំដាក់ថា title ជាមួយ description ទី2ដោយសារតា single row យើងមាន image កន្លែងនេះគឺយើង image អញ្ចឹងខ្ញុំបង្កើត image មួយទៀតអញ្ចឹង image កន្លែងនេះគឺយើងមាន image ប៉ុណ្នេះអញ្ចឹងខ្ញុំ copy image កន្លែងនេះចូលទៅក្នុង folder មួយ drawable អញ្ចឹងខ្ញុំ paste ចូលកន្លែងនេះអញ្ចឹងយើងឃើញ image ចូលទៅក្នុង drawable ហើយអញ្ចឹងយើងត្រូវបង្កើតនៅ in ប្រភេទ image ជា array ខ្ញុំដាក់ឈ្មោះថា image អញ្ចឹងវាជាបណ្ដុំនៃ array អញ្ចឹងយើងអាចទាញយករូបភាពនៅក្នុង drawable នេះចូលមកក្នុង variable in មួយនេះអញ្ចឹងដើម្បីទាញគឺយើងត្រូវប្រើប្រាស់ or.drawable. នេះ p1 គឺឈ្មោះរូបភាពរបស់យើងនីមួយៗនៅក្នុងនេះបាទឈ្មោះរូបភាពទាំងអស់នេះអញ្ចឹងខ្ញុំនឹងទាញវាទាំងអស់ដាក់ចូលមកក្នុង in image ដែលជាប្រភេទ array នេះអញ្ចឹងនេះខ្ញុំសូមធ្វើការ copy paste ទាំងអស់គឺយើងមាន10រូបអញ្ចឹងកន្លែងនេះខ្ញុំនឹងដាក់ឈ្មោះវានីមួយៗចូលមកក្នុងនេះដល់អញ្ចឹងយើងបាន string ជាប្រភេទ array នៃ title image ហើយនឹង image នេះគឺជា description អញ្ចឹងចំពោះ string នេះលើកមុនគឺយើងបង្កើតនៅ array នៅក្នុងនេះតែម្ដងអញ្ចឹងវគ្គនេះគឺខ្ញុំប្រាប់អំពីការបង្កើត value នៅក្នុង string value វិញម្ដងអញ្ចឹងក្នុងនេះគឺ string ទទេគឺយើងអាចបង្កើតនៅ string លក្ខណៈ array មួយហើយនឹងដាក់ឈ្មោះទៅឲ្យវាស្មើថា title អញ្ចឹង string array ក្នុងនោះគឺមាន item នីមួយៗរបស់វាអញ្ចឹងនេះខ្ញុំដាក់ថា title 1អញ្ចឹងនេះខ្ញុំសូមធ្វើការ copy paste ដោយសារតែរូបភាពយើងមាន10អញ្ចឹងកន្លែង title នេះខ្ញុំដាក់ឲ្យគ្រប់ចំនួន10ទៅតាមចំនួនរបស់រូបភាព8 9 10ហើយយើងមានមួយទៀតជា string array ដូចគ្នាខ្ញុំដាក់ឈ្មោះថា desc ដែលជា value សម្រាប់ store នៅ description អញ្ចឹងយើងក៏មាន item ដូចគ្នាអញ្ចឹងថ្ងៃនេះយើងដាក់ថា description 1អញ្ចឹងខ្ញុំធ្វើការ copy paste ដើម្បីឲ្យវាគ្រប់10 item ឲ្យបានដូចគ្នាគឺចំនួន10បាទអញ្ចឹងយើងបាននៅ string array មានទាំង title មានទាំង description អញ្ចឹងតន័យគឺយើងមានគ្រប់អស់ហើយអញ្ចឹងគឺយើង store វាក្នុង string value មួយនេះអញ្ចឹងនៅក្នុង main activity យើងមាន variable ពីរនេះដែលជាប្រភេទ array សម្រាប់ចាប់នៅតន័យចេញពី string នោះអញ្ចឹងដំបូងគឺយើងទី1គឺយើងចាប់តន័យ title ចូលសិនអញ្ចឹងយើងយក title នេះបាទស្មើនឹង
get resource យើងអាច get resource .get string array ដែលការប្រើប្រាស់នេះយើងបានដឹងមកហើយនៅពីវីដេអូដែលប្រាប់អំពីការប្រើប្រាស់នៅ string array អញ្ចឹងនេះគឺយើងស្មើ or.array .title យើងឃើញ title ហើយនៅក្នុង string array របស់យើងអញ្ចឹងទី2គឺ description ស្មើនឹង get resource ដូចគ្នា.get string array ដូចគ្នាអញ្ចឹង or.array .description ដែលយើងបានបង្កើតនៅក្នុង string មួយនោះអញ្ចឹងយើងបានតន័យយើងបានអស់ហើយយើងបាន image យើងបានបញ្ចូល data source ទៅឲ្យវា title ហើយនិង description គឺយើងបានបញ្ចូល data source ទៅឲ្យវាផងដែរតមកទៀតគឺយើងបង្កើតនៅ list view មួយអញ្ចឹងដាក់ថា list view ស្មើនឹង list view or.id.listView1 មួយនេះអញ្ចឹង list view របស់យើងគឺត្រូវការនៅ adapter ដើម្បី set នៅទិន្នន័យទាំងអស់ចូលទៅក្នុង list view កន្លែងនេះគឺយកតមាន adapter ទេអញ្ចឹងយើងត្រូវទៅបង្កើតនៅ adapter មួយអញ្ចឹងក្នុងកន្លែងនេះគឺខ្ញុំបំបែក adapter នេះចូលទៅក្នុង class មួយអញ្ចឹងខ្ញុំដាក់ class ថា my adapter ដែលវាទៅ extend នៅ class array adapter ដែលយើងបានប្រើកាលពីវគ្គមុនអញ្ចឹងនេះគឺមាន array adapter យើង extend វាប្រភេទវាជា string យើងបាននៅ class មួយដែលជាប្រភេទ array adapter អញ្ចឹងនេះគឺយើងត្រូវ add នៅ constructor របស់វាដោយសារតែនៅក្នុង single row របស់យើងគឺយើងទាំងអស់គឺយើងមាន4យើងមាន image view 1យើងមាន text 2ហើយនិងប៊ូតុង1អញ្ចឹងអ្វីដែលយើងចង់ set ចូលគឺយើង set ចូលតម្លៃ image តម្លៃ text view ហើយនិង title របស់វាអញ្ចឹងនៅក្នុង constructor នេះដំបូងគឺយើងមាន context មួយកន្លែងនេះខ្ញុំសូមកែដាក់ថា string ប្រភេទ array នៃ title ទី2យើងក៏មាន string មួយជាប្រភេទ array នៃ description ហើយនឹងចុងក្រោយគឺយើងមានប្រភេទ in ប្រភេទ array មួយដែរនៃឈ្មោះថា image អញ្ចឹងនៅក្នុង constructor គឺយើងត្រូវបោះឲ្យវាទី1គឺវាត្រូវការនៅ context អញ្ចឹងយើងមានហើយទី2គឺវាត្រូវការនៅ layout អញ្ចឹងយើងប្រើ or.layout ដែលជា layout ដែលយើងបង្កើតសម្រាប់ធ្វើនៅ row នីមួយៗរបស់ list view អញ្ចឹងដាក់ single row យើងត្រូវចាប់យក reference មួយដើម្បី set text ទៅឲ្យវាអញ្ចឹងគឺ or.id.textview1 សម្រាប់ទិន្នន័យរបស់វាគឺ title អញ្ចឹងហើយនេះគឺយើងបានបង្កើតនៅ constructor របស់វាហើយហើយនេះគឺយើងត្រូវបង្កើតនៅ context ខាងក្រៅមួយទៀត context string title ហើយនឹង string ប្រភេទ array នៃ description ហើយនឹង image ដែលជាប្រភេទ array ក្នុងនេះគឺយើងត្រូវទៅទាញនៅ title បងដាក់ context យើងទាញ context ស្មើនឹង context តែនេះសូមដាក់ស្មើហើយទី2គឺយើងត្រូវទាញយក title ស្មើនឹង title នៅក្នុងនេះ description ស្មើនឹង description ហើយនឹងចុងក្រោយគឺ image បាទយើងបានបង្កើតនៅ constructor របស់វារួចមកហើយអញ្ចឹងបន្តមកទៀតគឺយើងត្រូវទៅ override method មួយឈ្មោះថា getView getView គឺជា method មួយដែលវាដំណើរការinflate នៅ row នីមួយៗចូលទៅកាន់ list view អញ្ចឹងកន្លែងនេះខ្ញុំបង្កើតនៅ view row មួយស្មើនឹង convert view ហើយយើងត្រូវ return នៅ row ចេញទៅវិញនៅពេលវាចប់អញ្ចឹងដំបូងយើងបង្កើតនៅ layout inflator មួយខ្ញុំដាក់ឆា inflate ស្មើនឹង layout context បាទ
cái này cứ dương get system chẳng context đây dương ban chặt lại ní context get system service cứ layout inflator service to bị dương ban từ tiên nơi layout inflator service hai cái dương bỏ tầm lại ní cho tập nông rô đằng bay về inflate nơi layout chẳng dương smart nâng inflator dot inflate thì mỗi cái resource để dươngត្រូវការប្រើប្រាស់នោះគឺ all dot layout dot single row ដែលជា row ដែលយើងបាន design នៅខ្លួនឯងទី2 root របស់វាគឺ parent ហើយនឹងចុងក្រោយគឺ parameter ទៀតគឺយើងបោះឲ្យវា for តពីនោះគឺយើងត្រូវចាប់នៅ reference របស់ image view បាទអញ្ចឹងយើងបានបង្កើតនៅ3គឺ image view ដើម្បីទៅទាញ reference នៅក្នុង layout image view មួយនេះហើយនឹង title text ពីនៅក្នុងនេះផងដែរអញ្ចឹងពេលយើងចាប់ reference វាបានហើយយើងចាប់ដើម set តម្លៃទៅឲ្យវាអញ្ចឹងទី1គឺយើង set តម្លៃទៅឲ្យ image view ដែលយើងមាន image view មួយនេះហើយគឺយើងប្រើប្រាស់នៅ method ឈ្មោះថា set image resource set image resource តែ resource វាគឺយើងបានពី image ដែលជាប្រភេទ array ដោយសារវា array គឺយើងត្រូវ access នៅ index មួយៗអញ្ចឹងគឺយើងត្រូវ access នៅ index position នេះអញ្ចឹងរាល់ពេលដែល get view ហៅវានឹង return position ទៅឲ្យវាមួយអញ្ចឹងគឺចាប់តាមពី0 1 2គឺ get view នេះវាគឺជាអ្នករៀបចំទីតាំងទៅឲ្យ image ដើម្បីចាប់យក image ដាក់ទៅក្នុង link របស់យើងទី2គឺយើងមាន text view ទី2គឺ title អានេះគឺយើង dot set text យើងប្រើប្រាស់ dot set text ដែលយើងមាន title ជាប្រភេទ array ផងដែរអញ្ចឹងក៏យើងដាក់នៅ position ទៅឲ្យវាដែរអញ្ចឹងចុងក្រោយមួយទៀតគឺ description set text ដូចគ្នាគឺយើងមាន description ដែលជាប្រភេទ array ហើយទីតាំងរបស់វាគឺใน position បាទអញ្ចឹងកន្លែងនេះគឺយើងបានបង្កើតនៅ adapter ក៏ដូចជា get view សម្រាប់ inflate នៅ layout ដែលយើងបានបង្កើតខ្លួនឯងចូលទៅក្នុង list view ហើយនឹង set data ទៅឲ្យវាអញ្ចឹងនៅកន្លែងនេះគឺយើងត្រូវបង្កើតនៅ adapter ដែលយើងខ្លះដែលយើងបានបង្កើតមិញគឺមក adapter អញ្ចឹងខ្ញុំដាក់ឈ្មោះវាថា adapter យើងបង្កើតនៅ object របស់វាមួយទី1គឺត្រូវការ context យើងដាក់ this តែយើងឈរលើ activity នេះតលយើងដាក់ this បានអញ្ចឹង title យើងមានហើយកន្លែងនេះបាទ description គឺយើងមាន image ក៏យើងមានដែរអញ្ចឹងយើងបោះនេះចូលទៅក្នុងហើយគឺយើងគ្រាន់តែយក list view នោះ set adapter ទៅឲ្យវាអញ្ចឹងនេះ set adapter នៃបោះ adapter នឹងចូលបាទអញ្ចឹងយើងអាច save ហើយយើងទៅ run មើលលទ្ធផលទាំងអស់គ្នាបាទអញ្ចឹងយើងឃើញថា layout ដែលយើងបានបង្កើត single row នេះតែនេះគឺ image view ហើយនឹង title ចំនួន text មួយហើយនឹង description មួយអញ្ចឹង image វានឹង replace តាមទៅក្នុង drawable ដែលយើងបានកំណត់ទៅឲ្យវានេះបាទអញ្ចឹងយើងនឹងឃើញថាទិន្នន័យទាំងអស់វានឹងចាប់ចូលទៅក្នុង this view បាទសូមអរគុណជួបគ្នានៅវីដេអូបន្តទៀត